សួស្តីនិងជម្រាបសួរបងប្អូនដែលចូលចិត្តសត្វប្រមាញ់ចូលចិត្តសត្វប្រមាញ់បងប្អូនហើយរបស់ខ្ញុំនេះគឺចេញមកទៀតហើយជាមួយនឹងអាខ្មៅអាប៉ារ៉ាចឹងទៅក៏នាំមកអាពីរនោះនាំមកវាលមកផ្លែតមកហើយនេះខ្ញុំចុះមកអែបមាត់ព្រែកបងប្អូនចិត្តដល់ហើយគឺមាត់ព្រែកពីមុនមានមួយក៏ធំដែរសងសឿបងប្អូនហើយខ្ញុំមិនដែរមកទេខានមកដល់យូរហើយមកដល់អស់នេះលើនាំវាមកលេងបងនេះហ្នឹងហើយបងប្អូនដល់ភ្លាមពីនេះចាប់ដើមសេះសោះអីគេទេបងប្អូនហើយញាក់ញើមសង្ស័យក្តោយអីហ្នឹងបងណាមើលទៅដូចឃើញរុនដូចជាច្រើនដែររុនក្តោបងអូខេហ្នឹងហើយបងប្អូនកុំឲ្យខាត់ពេលយូរតាមដានជាមួយនឹងអាប៉ារ៉ាខ្មៅទាំងពីររបស់ខ្ញុំវារកបានអត់ញ៉ៃបងប្អូនអូខេកុំភ្លេចតាមដានវីដេអូដល់ចប់បងប្អូនភ្លេចជួយ Subscribe ជួយ Like ជួយ Share អ្នកមួយផងមានពងអីនេះតំបែកថ្មីនេះជុំពងស្អីគេចេះធំទៀតណានៅទាំងណាវាអីគេទៅនេះបង3សង្ស័យលែងមកហើយយ៉ាងទៅបងស្អីគេទេហើយយកស៊ីអស់ហើយធំទៀតហើយវាលែងមកហើយចោលហើយបុកនឹងបែកពងពេញនឹងហើយច្រើនក្តោកើតទៅដីលឹងមកច្រើនទៅបុកទៅវិញទៅអូពងតែថតផ្លែថ្នោតឲ្យបងប្អូនមើលមានឯណាពីនោះកំពុងតែហក់លោខំតំណងធំបងប្អូនអរ៉ាមើលអើយមើលវិតមកអើយអូសងស្គបងប្អូនអើយអូបាត់ឲ្យបងប្អូននេះឆ្ងាយពេកធំមកនេះធំហេអូនេះចាប់អត់បានទៀតនេះគីឡូហើយវ៉ាចូលហើយហើយអូយរត់ឡើងហត់នេះធំគេហ៎មួយណាពោះក្រឥឡូវឃើញស្លឹកចេះរើសក្តងទុកហើយដឹងមានហើយច្រើនបងរត់ព្រុលឃើញទេចាប់ចរិតបដ ாய் ចរិតខានឃើញយូរហើយបងប្អូនអើយអ្នកនៅស្រុកស្រែបានយល់អារម្មណ៍អន្តនូនេះស្អាតណាស់បងប្អូនអើយនេះស្រឡះបដ ாய் វាមេឃងឹតចង់ភ្លៀងដែរបងប្អូននេះចុះមកចុះអន្តនូចុះមកស្អាតណាស់បងប្អូនថ្ងៃនេះយកតែមួយនឹងឯងបងប្អូនអើយពូមេឃរៀងស្ទុំអន្តនូចុះជើងមេឃហើយអាចនឹងភ្លៀងអញ្ចឹងទៅក៏ខ្លាចទៅផ្ទះអត់ទាន់ដោយសាររដូវមកយកតែមួយនឹងបងប្អូនអូខេកុំភ្លេចតាមដានវីដេអូរបស់ខ្ញុំក្រោយទៀតបងប្អូន